សួស្តីបងប្អូនទាំងអស់ថ្ងៃនេះនាងខ្ញុំផ្នែតមានប្រធានបទមួយស្ដីពីអ្នកចាប់ពន្ធូចតាមរបបផ្សាយប្រកាសគឺជាសហគ្រាសឯកបុគ្គលឬសហគ្រាសសកម្មសិទ្ធិដែលមានផលរបរប្រចាំឆ្នាំចាប់ពី250លានរៀលដល់1000លានរៀលប្រមាណ$62,500 អាមេរិកដល់$25,000សម្រាប់វិស័យកសិកម្មពាណិជ្ជកម្មនិងវិស័យសេវាកម្មឬក៏មានផលរបរប្រចាំឆ្នាំចាប់ពី250លានរៀលដល់1600លានរៀលសម្រាប់វិស័យឧស្សាហកម្មឬមានផលរបរក្នុងរយៈពេល3ខែជាប់គ្នាណាមួយដែលបញ្ចប់ក្នុងឆ្នាំប្រតិទិនចរន្តចាប់ពី60លានរៀលឡើងទៅឬរំពឹងថាមានផលរបរក្នុងរយៈពេល3ខែជាប់គ្នាខាងមុខចាប់ពី60លានរៀលឡើងទៅឬចូលរួមដេញថ្លៃពិគ្រោះថ្លៃស្ទង់ថ្លៃក្នុងការផ្គត់ផ្គង់ទំនិញសេវារួមទាំងភាសា